នៅលើកោះស្វាបាតនៅប្រទេស Norway មានសត្វបក្សី Blue neck ប្រមាណជាង 100,000 ក្បាលបានរស់នៅទីនេះតាំងពីរដូវរងាមកឥឡូវនេះគឺពេលវេលាសម្រាប់គ្រួសារវ័យក្មេងទាំងនេះនឹងត្រូវត្រៀមខ្លួនចាកចេញពីទីនេះកូនបក្សី Blue neck មួយបានប្រញាប់ប្រញាល់ហើរចេញទៅសមុទ្រប៉ុន្តែវាសនារបស់វាគឺមិនល្អទេវាមិនទាន់បានទាំងទៅឆ្ងាយផងជីវិតវាក៏អស់គ្រួសារបន្ទាប់ក៏ចាប់ផ្ដើមចេញដំណើររបស់ពួកគេដែរឪពុកក៏ហើរតាមពីក្រោយដើម្បីសង្គ្រោះកូនដោយបានឃើញគ្រោះពីគ្រួសារមុនក៏ប៉ុន្តែគ្រួសារទី2នេះក៏បានបរាជ័យផងដែរពួកវាប៊ីសនឹងទៅដល់ទឹកហើយតែអកុសលមានសត្វមួយទៀតចាប់យកកូនវាទៅចំណែកឯគ្រួសារទី3បានឃើញហេតុដូចនេះហើយពួកវាគឺគ្មានផ្លូវណាផ្សេងទៀតដើម្បីនឹងហោះចុះទៅក្នុងសមុទ្រឡើយតែទោះជាយ៉ាងណាការហោះចុះទៅលើសមុទ្រនោះមិនសូវបានល្អក៏ប៉ុន្តែពួកវាមានសុវត្ថិភាពនេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមនៃដំណើរការជីវិតរបស់ពួកវាតែប៉ុណ្ណោះពួកវាត្រូវធ្វើដំណើរទៅភាគខាងត្បូងទៅដល់ឆ្នេរ Greenland ដែលមានចម្ងាយប្រហែលជា 1000 គីឡូម៉ែត្រពីទីនេះ